ថ្ងៃនេះមកភ្ជួរចំការស្វាយន្ទីដោយគោយន្តដោយភ្ជួរផ្ដាច់ឫសវាងាយស្រួលដោយសារតែស្វាយន្ទីរបស់ខ្ញុំនេះវាអត់តន់ចេញត្រួយស្រស់ដោយសារចេញម្ដងពេលភ្លៀងត្រូវសัตว์ស៊ីអស់អញ្ចឹងវាលែងចេញអញ្ចឹងខ្ញុំមានតែភ្ជួរផ្ដាច់ឫសម្ដងនេះដើម្បីធ្វើការពិសោធន៍ថាតើវាអាចនឹងចេញត្រួយផ្កាឆាប់ដែរទេប៉ុន្តែនៅក្នុងយន្ទីនេះវាបានចេញត្រួយ 10% និងផ្កា 5% ហើយខ្ញុំប្រើវិធីនេះដោយខ្ញុំមើលគេអ្នកដែលគេចេះពីមុនមកហើយខ្ញុំក៏អនុវត្តជាក់ស្ដែងនេះយន្ទីរបស់ខ្ញុំបាទហើយនេះបានចាប់ផ្ដើមធ្វើបន្តហើយយន្ទីមើលវាមិនជាល្អណាស់ណាបានទេប៉ុន្តែចង់ឲ្យវាចេញឲ្យវាដាច់ឫសដើម្បីឲ្យវាហ្នឹងបានបើជីវជាតិនៅក្នុងដីហើយនេះគោយន្តរៀបចំដាក់ផាល1បានស្រួលដាក់ផាល2ចេះអត់សូវស្រួលទេវាភ្ជួរអត់ល្អនេះផាល2នេះផាល2វាអត់សូវស្អាតទេតែបើសិនជាដាក់ផាល1វិញគឺមុតទៅជ្រៅហើយនេះមើលមុតប៉ុណ្ណឹងឯងហើយខ្ញុំសង្ឃឹមថានឹងទទួលបានទិន្នផលល្អដោយសារពីមុនមកខ្ញុំធ្លាប់ភ្ជួរនឹងអត្រៈហើយខ្ញុំមិនបានដាក់ជីគល់ជីអីទេខ្ញុំបាញ់តិចតួចហើយទិន្នផលខ្ញុំឃើញថាវាបានច្រើនតែក្រោយមកហ្នឹងខ្ញុំអត់មានអីភ្ជួរទេហើយក៏អត់មានអត្រៈចូលតែខ្ញុំទៅទិញគោយន្តហ្នឹងយកមកសាកល្បងមើលខ្ញុំសង្ឃឹមថាឆ្នាំនេះខ្ញុំនឹងទទួលបានទិន្នផលជាទីគាប់ចិត្តដោយសារខ្ញុំដាក់ជីគល់ផងហើយបាញ់ថ្នាំជាប់លាប់មិនអោយខំណងឯណាមួយដោយសារវារាំងហើយនេះដីឬវាឬខ្ចីបើសិនជាបាញ់ថ្នាំអាចជ្រាបវាអាចនឹងប៉ះពាល់ឬសរសៃនេះអញ្ចឹងខ្ញុំអាចបាញ់ថ្នាំអាចជ្រាបបានទេខ្ញុំប្រហែលជាបាញ់ថ្នាំអាចឆេះវិញហើយបាទអរគុណច្រើនបងប្អូនទាំងអស់គ្នានេះការចែកម្លែកតិចតួចបាទ